សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានសាច់រឿងថ្មីមួយទៀតដើម្បីមកចែករំលែកជូនបងប្អូនទាំងអស់គ្នាដើម្បីសន្តាប់ជាការកម្សាន្តរឿងនេះដែរបានកើតឡើងនៅក្នុងឆ្នាំ2011នៅក្នុងខេត្តកោះកុងបើសិនជាបងប្អូនធ្វើដំណើរពីខេត្តកោះកុងទៅកាន់ខេត្តពោធិ៍សាត់បងប្អូននឹងឆ្លងកាត់ចំណោទមួយដែលមានឈ្មោះថាចំណោទចោលទីកន្លែងនោះហើយក៏មានផ្លូវរបៀងតូចមួយជាទូទៅពួកគេតែងតែប្រកបរបររកស៊ីដឹកជញ្ជូនឈើក្រញូងចេញតាមច្រកនោះជារឿយៗបាទសូមបញ្ជាក់បងប្អូនបន្តិចទៅក្នុងវីដេអូនេះពាក់ព័ន្ធទៅលើមុខរបររបស់បងប្អូនដែលគេចូលទៅក្នុងព្រៃនោះគឺភាគច្រើនគឺគេប្រើដោយម៉ូតូជាមធ្យោបាយដឹកជញ្ជូននិងជាមធ្យោបាយធ្វើដំណើរអញ្ចឹងបងប្អូនណាព្រោះទៅក្នុងព្រៃជ្រៅពួកគាត់គ្មានឡានគ្មានអីទេអញ្ចឹងក្រៅពីដើរបាទមានតែមានម៉ូតូហ្នឹងគឺម៉ូតូវ៉េវដើម្បីងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនសម្ភារៈឬស្បៀងអាហារចូលទៅក្នុងព្រៃដើម្បីជីកកកគល់កញ្ញូងដែលក្រុមហ៊ុនកាត់ពីមុនមកហ្នឹងនៅសល់ដើម្បីយកមកលក់បាទធ្វើជាកម្រៃបាទនៅក្នុងคลิปវីដេអូនេះដែរខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចសម្រាប់តួអង្គនៅក្នុងរឿងនេះមានឈ្មោះដូចជាសំណាងហើយនិងឡៃហើយក្រៅពីនោះគឺជាកូនចៅធម្មតាទេអញ្ចឹងគ្នាទាំងអស់មានចំនួន7 8នាក់អញ្ចឹងទៅមានម៉ូតូចំនួន4គ្រឿងអញ្ចឹងហើយរឿងនិទាននេះចាប់ផ្ដើមដូចតទៅថ្ងៃមួយសំណាងនិងឡៃបានដឹកនាំក្រុមការងារទាំងអស់ចូលទៅក្នុងព្រៃដូចសពម្ដងនៅពេលដែលធ្វើដំណើរបានប្រហែលជា20នាទីពួកគេបានឆ្លងកាត់វាលមួយហើយវាលនោះដែរមានឈ្មោះថាភូមិចៅហើយបងប្អូនក្នុងកន្លែងនេះដែលភូមិចៅហ្នឹងខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចគឺជាភូមិមួយដែលកាលពីមុនណាមានចៅទៅសាងសង់លំនៅឋាននៅទីនោះនៅក្នុងព្រៃជ្រៅប៉ុន្តែដូចថាប្រហែលជាអាចពួកគេគេចពីសង្គ្រាមហើយបាទវាដើរប្លន់ដើរអីគេហើយក៏ទៅសាងសង់ផ្ទះសម្បែងនៅនឹងជាភូមិមួយរហូតដល់ខ្លះជាភូមិមួយទៅហើយភូមិចៅនេះដែរសម្រាប់អ្នកខេត្តកោះកុងឲ្យអ្នកចូលក្នុងព្រៃគេស្គាល់ហើយភូមិចៅវាលហាលអាវទៅនប់អញ្ចឹងហើយឈ្មោះចម្លែកបន្តិចណាបងប្អូននៅក្នុងរឿងនេះអញ្ចឹងយើងសូមបន្តទៅទៀតធ្វើដំណើរមិនយូរប៉ុន្មានពួកគេក៏ទៅដល់ស្ទឹងខៀវនេះហើយគឺជាទីតាំងដែលពួកគេតែងតែឮតគ្នាថាសម្បូរគុលកញ្ញូងសម្បូរឈើមានតម្លៃជាក្លឹមជាអីផ្សេងជាច្រើនសម្រាប់ពួកគេដើម្បីរកដោះស្រាយជីវភាពដោយធ្វើដំណើរអស់ពេលជាយូររៀងអស់កម្លាំងលហិតលហៃដែរឡៃនិងសំណាងបាននិយាយគ្នាថាតោះយើងរកធ្វើដំណាក់ដើម្បីសម្រាប់ដាំបាយដាំទឹកញ៉ាំសិនក្រោយនិយាយគ្នារួចគេក៏ក្រឡេកឃើញដំណាក់មួយវាលវឹងស្រាប់សម្រាប់ពួកគេធ្វើបាទការបោះតង់ធ្វើដំណាក់តែម្ដងមិនបាច់ចាំហត់កាប់ព្រៃបងប្អូនកន្លែងនេះដែរគឺជាទម្លាប់មួយសម្រាប់អ្នកចូលព្រៃឲ្យតែគេចូលទៅរកកន្លែងដំណាក់ឬកន្លែងដាំបាយគឺគេត្រូវកាប់ព្រៃសិនមិនចេះចូលពុះព្រៃក្រាស់បងប្អូនអត់មានវាលទេគឺកន្លែងណាក៏ដើមឈើដែរអញ្ចឹងយើងអត់មានតដេកលើដើមឈើកើតទេមានតែកាប់វាហើយដើម្បីចងរឹងប្រក់តង់ដើម្បីបាទដាំបាយដាំទឹកញ៉ាំព្រោះនៅព្រៃភ្លៀងរហូតបងប្អូនដូចថាមួយអាទិត្យហ្នឹងភ្លៀងសឹក 4-5 ថ្ងៃហើយសូមបញ្ជាក់បន្ថែមទៀតដែលពួកគេថាជាដំណាក់ចាស់ហ្នឹងគឺដោយសារតែពួកគេមើលទៅឃើញបង្គោលដែលចងខ្សែតង់ហ្នឹងវានៅសល់ខ្សែនៅឡើយហើយខាងក្រោមវិញគឺវាលអត់មានដើមឈើទេអញ្ចឹងហើយបានគេហៅថាអូនេះដំណាក់ចាស់ស្របពេលនោះពួកគេបានចាត់ចែងចងអង្រឹងបាទហើយនឹងម្នាក់ដាំបាយម្នាក់ធ្វើម្ហូបអញ្ចឹងទៅហើយអ្នកខ្លះទៀតរើសឈើរើសអីមកបង្កាត់ភ្លើងបង្កាត់អីអញ្ចឹងទៅទីបំផុតសំណាងក៏រើសយកទីកន្លែងមួយដើម្បីចងអង្រឹងព្រោះឃើញវាមានបង្គោលចងអង្រឹងស្រាច់ដោយមិនចាំបាច់កាប់ព្រៃនិងកាត់ដើមឈើដើម្បីចងអង្រឹងនាំលំបាកគ្រាន់តែរៀបចំដំណាក់រួចពួកគេបានចាប់ផ្ដើមទាញមងទាញសំណាញ់អ្នកខ្លះទៀតទាញស្នដើម្បីទៅកាន់ទៅកាន់អីហ្នឹងដើម្បីបាទស្វែងរកត្រីដើម្បីធ្វើជាម្ហូបអាហារដើម្បីបន្ថែមពីលើស្បៀងដែលដឹកជញ្ជូនពីក្នុងក្រុងមកពួកគេបានធ្វើដំណើរចេញពីដំណាក់ទៅកាន់ឬក៏ស្ទឹងរួចហើយមានតែសំណាងមួយទេដែលដេកនៅលើដំណាក់មានអារម្មណ៍ថាហេវហត់អស់កម្លាំងអញ្ចឹងហើយគាត់ប្រាប់ទៅឡៃថាឡៃអើយខ្ញុំអត់បានទៅទេខ្ញុំចង់ដេកនៅក្នុងរឹងនេះលេងបន្តិចឡៃក៏ឆ្លើយថាបាទមិនអីទេអញ្ចឹងសំណាងគេនៅរឹងចោះខ្ញុំទៅរកម្ហូបបន្តិចហើយពិសេសទៀតនាំកូនចៅឲ្យស្គាល់ផ្លូវបណ្ដាឲ្យហើយកុំឲ្យបាទពង្វេងក្នុងព្រៃអីយើងនាំតែលំបាកអស់គ្នាសំណាងក៏គេងនៅក្នុងអង្រឹងធម្មតាគេងបានប្រហែលជា20នាទីក្នុងសភាពស្ងប់ស្ងាត់ម៉ោងប្រហែលជា6រសៀលទៅហើយសំណាងចាប់ផ្ដើមលងលក់នៅក្នុងដំណេកដោយអស់កម្លាំងហិតឡៃផងនោះក៏ស្រាប់តែឮសំឡេងមនុស្សម្នាក់អង្គុយយំនៅខាងចុងជើងរបស់សំណាងយំខ្សឹបខ្សួលអណ្ដើតអណ្ដកហាក់បីដូចជាពិបាកចិត្តស្ទើរស្លាប់ពេកពុន
បាទត្រង់ចំណុចនេះដែរសូមបញ្ជាក់បងប្អូនបន្តិចទៅលើអង្រឹងដែលសំណាងគេអញ្ចឹងភាគច្រើនគឺអ្នកដែលទៅព្រៃអញ្ចឹងគឺអង្រឹងគេមានមុងស្រាប់បាទគេហៅមុងអង្រឹងគេហ្នឹងគឺជាប់ជាមួយអង្រឹងតែម្ដងអញ្ចឹងឲ្យតែពេលគេនាំគ្នាសម្រាកដេកនៅក្នុងអង្រឹងហ្នឹងគឺគេរូតដែរអញ្ចឹងចង់បាទបើកអង្រឹងហ្នឹងចេញតោះតែរូតវាប្រើពេលបន្តិចណានៅពេលដែលសំណាងឮសំឡេងចម្លែកនេះសំណាងចាប់ផ្ដើមបើកភ្នែកប៉ុន្តែដោយភាពភ័យខ្លាចសំណាងមិនហ៊ានកម្រើកខ្លួនឡើយដោយអារម្មណ៍មួយគិតថាប្រហែលជាអ្នកដែលមកជាមួយគ្នាអង្គុយយំព្រោះនឹកផ្ទះក៏ថាបានហើយអារម្មណ៍មួយទៀតគិតថាអាចជាអ្វីមួយដែលមិនមែនជាមនុស្សក៏ថាបាននៅពេលដែលសំណាងរូតតង់អង្រឹងឡើងក៏ស្រាប់តែមើលជុំវិញខ្លួនក៏មិនឃើញអ្នកណាម្នាក់សំណាងចាប់ផ្ដើមភ័យបុកពោះហើយមានអារម្មណ៍ថាជីចុះតាអ្នកណាអំបញ្ញមិញខ្ញុំឮច្បាស់ណាស់ដែលអង្គុយយំខ្សឹបខ្សួលនៅចុងជើងខ្ញុំក្រោយមើលជុំវិញខ្លួនហើយមិនមានឃើញអ្នកណាសំណាងចាប់ផ្ដើមគិតក្នុងចិត្តថាប្រហែលជាគាត់សម័យសំណាងក៏ដាក់ខ្លួនហើយដេកទៅក្នុងអង្រឹងធម្មតាវិញតែម្ដងនេះសំណាងមិនបានរូតបិទឡើយសំងំគេងបានប្រហែលជា5នាទីសំណាងចាប់ដើមឮសំឡេងយំម្ដងទៀតធ្វើឲ្យដាស់សំណាងពីដំណេកនៅពេលដែលសំណាងចាប់ផ្ដើមបើកភ្នែកឡើងសំណាងចាប់ផ្ដើមមានអារម្មណ៍ថាសំឡេងនោះមិនមែននៅចុងជើងទៀតទេគឺសំឡេងនោះចាប់ផ្ដើមមកនៅក្បែរត្រចៀកគឺនៅក្បាលដំណេកតែម្ដងដោយស្ដាប់កាន់តែយូរកាន់តែច្បាស់ថាម្ដងនេះមិនមែនជាសំឡេងស្រមើស្រមៃឬក៏ច្រឡំអីទៀតទេនេះគឺជាសំឡេងមនុស្សយ៉ាងច្បាស់ក្រឡែតដោយទ្រាំអស់ប្រហែលជា1នាទីសំណាងក៏សម្រេចចិត្តបើកអង្រឹងហើយសម្លឹងមើលជុំវិញខ្លួនម្ដងទៀតតែក៏ដូចជាលើកមុនអញ្ចឹងគឺបើកអង្រឹងមកគឺពុំឃើញនរណាទាំងអស់សំណាងចាប់ផ្ដើមមិនទុកចិត្តចាប់ផ្ដើមក្រោកពីអង្រឹងហើយចេញពីអង្រឹងដើរអើតមើលជុំវិញខ្លួនក៏នៅតែមិនឃើញនរណាសំណាងក៏ចាប់ផ្ដើមទាញធូបទៀនយកមកអុជហើយសុំបែបន់ទៅកាន់រុក្ខអរិយអ្នកតាដែលថែរក្សានៅក្នុងទីតាំងនិងដំណាក់នេះសូមកុំឲ្យមានហេតុភេទប្លែកៗបែបនេះឬលងបន្លាចជាដើមក្រោយវាអុជធូបទៀនបានមួយសន្ទុះសំណាងក៏អង្គុយលេងនៅក្នុងអង្រឹងមិនបានប៉ុន្មាននាទីស្រាប់តែក្រុមការងារទាំងអស់ដែលទៅដាក់ត្រីហ្នឹងក៏បានត្រឡប់មកវិញព្រមជាមួយនឹងបានលទ្ធផលត្រីជាច្រើនបងប្អូនដឹងហើយព្រោះនៅក្នុងទីតាំងក្នុងព្រៃដាក់មានមនុស្សផងអញ្ចឹងត្រីសម្បូរអញ្ចឹងមកក៏លើកមកត្រីឡងស្កាសសឹងតែមើលមិនឃើញសាច់មកក្រោយម្នាក់រៀបចំធ្វើម្ហូបនឹងប្រឡាក់ត្រីនឹងខ្លួនឡៃនឹងសំណាងបានជជែកគ្នាសំណាងបានប្រាប់រឿងដ៏រន្ធត់ទៅកាន់ឡៃមិនមាត់ហើយបានគិតមួយសន្ទុះឡៃក៏និយាយថាយើងសង្ស័យថាយើងកំពុងតែធ្វើដំណាក់នេះប្រហែលជាអាចមានអ្នកណាអាចស្លាប់ពីមុនមកក៏ថាបានសំណាងដោយសារតែគាត់នៅក្មេងគាត់ក៏បាននិយាយទៅកាន់ឡៃថាហូវាមិនដែរទេវាគ្មានអ្នកណាមកស្លាប់អីនៅក្នុងព្រៃបែបនេះទេតែស្លាប់គេយកធ្វើបុណ្យហើយក្រោយនិយាយគ្នារួចសំណាងនឹងឡៃបានចែកផ្លូវគ្នាបាទធ្វើការរៀងៗខ្លួនដើម្បីរៀបចំបាទកន្លែងនិងឧបករណ៍ដើម្បីទៅរកកញ្ញូងនៅថ្ងៃស្អែកនៅពេលដែលពួកគេចាប់ផ្ដើមចងអង្រឹងរៀងខ្លួនគេងជុំវិញសំណាងមិនហ៊ានគេងនៅគៀនគេទេគឺសំណាងបានយកអង្រឹងចងនៅកណ្ដាលគេព្រោះដោយសារអីខ្លាចដោយសារតែជួបពីល្ងាចមិញអញ្ចឹងហើយយកអង្រឹងចងនៅកណ្ដាលដើម្បីជាសុវត្ថិភាពអញ្ចឹងទៅពេលពួកគេចាប់ផ្ដើមចងអង្រឹងគេងរៀងខ្លួនពួកគេក៏គេងតាមធម្មតាប៉ុន្តែសម្រាប់សំណាងវិញនៅតែមានអារម្មណ៍ភ័យព្រឺព្រួចរឿងពីប្រលប់គេងបានប្រហែលជាមួយសន្ទុះអត្រាតយប់ជ្រៅក៏ចូលមកដល់សំណាងចាប់ផ្ដើមបើកភ្នែកមើលឃើញមនុស្សដ៏ធំមៀតខ្មៅដាំងបានមកឈរមើលសំណាងពីលើអង្រឹងបន្ទាប់ពីសម្លឹងមុខសំណាងយូរមនុស្សមៀតធំខ្មៅនោះក៏បានហក់មកសង្គ្រប់សង្កត់ពីលើសំណាងយ៉ាងឃោឃៅគ្រាន់តែឃើញបែបនេះភ្លាមសំណាងចាប់ដើមរើបំរាស់តែទោះជាបីរើយ៉ាងណាក៏រើមិនរួចពីកម្លាំងរបស់មនុស្សខ្មៅមៀតធំនោះសំណាងក៏នឹកឃើញទៅដល់លោកតាលោកយាយដែលធ្លាប់ប្រាប់ពីដើមមកថាឲ្យតែមានបាទអ្នកណាមកសង្កត់ពីលើឬក៏បាទខ្មោចព្រាយពិសាចអញ្ចឹងឲ្យសូត្របាលីអញ្ចឹងទៅអ្នកមោទសៈអីចឹងទៅអញ្ចឹងហើយគេក៏ចាប់ផ្ដើមសូត្របានមួយសន្ទុះមនុស្សខ្មៅក៏រលាយបាត់ទៅវិញក្រោយពីរួចសំណាងក៏ភ្ញាក់ដឹងខ្លួនការពិតអ្វីដែលសំណាងបានឃើញនេះគឺជាការយល់សប្តិសោះសំណាងចាប់ផ្ដើមនិយាយរឿងនេះទៅប្រាប់ឡៃក៏ចាប់ផ្ដើមមកខ្សឹបប្រាប់សំណាងថាកុំនិយាយបន្លាចនាំឲ្យកូនចៅដែលមកជាមួយគេនាំគ្នាតក់ស្លុតភ័យខ្លាចហើយទៅផ្ទះវិញធ្វើឲ្យការងារដែលយើងត្រូវមករករញូងនេះវាអាសាបង់លុះព្រឹកឡើងពួកគេចាប់ផ្ដើមចាប់ឧបករណ៍ដើម្បីធ្វើដំណើរទៅរកគល់ក្រញូងជាធម្មតាបាទនៅថ្ងៃនេះដែរគឺជាថ្ងៃដំបូងដែលពួកគេចាប់ផ្ដើមចេញទៅរក
បាទគល់កញ្ញូហ្នឹងអញ្ចឹងពួកគេអត់មានអ្នកណានៅចាំតំណែងក៏នាំគ្នាចេញទៅរកគល់កញ្ញូទាំងអស់គ្នារីឯសំណាងវិញគឺជាបាទថាកែមួយទេគេអត់មានបានទៅរកគិជីកកោះឲ្យទេគឺគ្រាន់តែកាន់លុយដើម្បីទៅថ្លឹងទិញបាទពីកម្មករនៅក្នុងព្រៃនោះតែម្ដងពេលត្រឡប់មកដំណាក់វិញពួកគេក៏បានមើលឃើញមនុស្សម្នាក់ចម្លែកដឹងមកពីណាទេដែលរូបរាងស្គមកំប្រឹងហើយសក់វែងត្រឹមចង្កេះហើយមានសាក់ពេញខ្លួនកំពុងតែរើលួចអង្គលួចម្ហូបអាហារស្បៀងអាហារហ្នឹងចេញពីក្នុងដំណាក់ទៅហើយកន្លែងនេះដែរខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូនបន្តិចគឺក្នុងកំឡុងពេលនោះគឺមានចោរប្លន់មួយដែលនៅក្នុងតំបន់វេរីអគ្គិសនីហើយគេបានបាញ់សម្លាប់ជនជាតិចិនដូចគ្នានឹងហើយរត់ចូលមកក្នុងព្រៃហើយផិនភាកស្លាកស្នាមដែលគេបាទសមត្ថកិច្ចផ្សាយរកចាប់ហ្នឹងគឺមនុស្សម្នាក់ដែលមានសាក់នៅកំភួនជើងហើយអ្វីដែលយើងគួរឲ្យភ្ញាក់ផ្អើលនោះអ្វីដែលយើងបានមើលឃើញគឺមនុស្សដែលមកលួចស្បៀងអាហារនោះគឺជាមនុស្សដែលមានសាក់ជើងនោះឯងពេលនោះណាងក៏បាននិយាយថាមនុស្សនេះសង្ស័យតែជាឃាតករដែលសម្លាប់ជនជាតិចិនដូចគ្នានោះហើយព្រោះហាក់បីដូចជាបាត់បង់ស្មារតីដោយសារអ្វីមួយលងបន្លាចគ្រាន់តែមកដល់ដំណាក់ភ្លាមពួកគេចាប់ដើមត្រួតពិនិត្យទៅលើស្បៀងអាហារនិងឧបករណ៍ផ្សេងទើបដឹងថាសម្ភារៈនិងស្បៀងអាហាររបស់យើងត្រូវបានបាត់មួយចំនួនធំរីឯអង្គវិញស្ទើរតែអស់ទៅហើយគឺនៅសល់តែមួយពេលប៉ុណ្ណោះសម្រាប់បងប្អូនទាំង8នាក់បាទត្រង់ចំណុចនេះដែរសូមបញ្ជាក់ពុកម៉ែបងប្អូនបន្តិចក្នុងការដឹកជញ្ជូនស្បៀងអាហារមកទៅក្នុងព្រៃនេះគឺពាក់ព័ន្ធទៅលើសេវាទូរស័ព្ទអត់មានសេវាទេអញ្ចឹងបើសិនជាបាទក្រុមការងារទាំងអស់ត្រូវការស្បៀងត្រូវការអង្គត្រូវការម្ហូបអីហ្នឹងគឺត្រូវតែជិះឡើងមកដល់ផ្លូវឡានវិញហើយផ្លូវឡានហ្នឹងប្រើចម្ងាយនឹងពេលវេលាប្រហែលជាខ្ទង់4ម៉ោងទើបមកដល់ឃើញបញ្ហាបែបនេះឡៃក៏បានពិភាក្សាជាមួយសំណាងយើងបើនៅតែបែបនេះទៀតពួកយើងនឹងដាច់ស្បៀងហើយពួកយើងនឹងមានបញ្ហាជាមួយក្រុមទាំង8នាក់របស់យើងអញ្ចឹងសំណាងក៏បាននិយាយថាអញ្ចឹងឡៃនិងខ្ញុំគួរតែឡើងទៅខ្នល់ដើម្បីតេរកជំនួយដើម្បីរកស្បៀងអាហារដើម្បីផ្គត់ផ្គង់ទៅលើបងប្អូនរបស់យើងដោយពិភាក្សាគ្នារួចឡៃនិងសំណាងបានជិះម៉ូតូចេញពីព្រៃតែដូចបងប្អូនបានដឹងហើយដែលខ្ញុំប្រាប់ពីខាងដើមគឺការធ្វើដំណើរនឹងចម្ងាយផ្លូវគឺប្រើពេលរយៈពេល4ម៉ោងចម្ងាយផ្លូវការពិតមិនសូវជាឆ្ងាយប្រហែលទេបងប្អូនក៏ប៉ុន្តែផ្លូវវាលំបាកព្រោះផ្លូវនោះគឺជាផ្លូវឡានរបស់ក្រុមហ៊ុនចាស់អញ្ចឹងហើយម៉ូតូជិះមិនងាយស្រួលនោះទេសំណាងនឹងឡៃបានឡើងមករកសេវាទូរស័ព្ទដើម្បីខលរកជំនួយរីឯអ្នកទាំង6នាក់ដែលនៅដំណាក់នោះវិញចៃដន្យអីក៏មានមនុស្សម្នាក់ដែលនៅក្នុងចំណោមនោះឈ្មោះផិនជាមនុស្សរពូចបាទរពឹសអញ្ចឹងទៅជាក្មេងអាយុប្រហែលជា25-26នៅពេលនោះផិនក៏ចាប់ផ្ដើមទៅដេកអង្រឹងរបស់សំណាងដេកមិនបាន1ម៉ោងផងនោះផិនក៏ចាប់ផ្ដើមឮសំឡេងអ្នកណាម្នាក់យំដូចជាសំណាងឮអញ្ចឹងប៉ុន្តែផិនមិនចាប់អារម្មណ៍ទេព្រោះគ្នានៅក្មេងគ្នាអត់ដឹងក៏ចាប់ផ្ដើមយំយូរទៅកាន់តែឮទៅយំពីចុងជើងរហូតមកដល់កណ្ដាលខ្លួនយំពីកណ្ដាលខ្លួនរហូតមកដល់ក្បាលរហូតមកនៅត្រចៀកតែម្ដងផិនក៏ទ្រាំមិនបានក៏ក្រោកឡើងបើករូតអង្រឹងហើយសម្លឹងរកមើលព្រះអើយគឺសម្លឹងទៅជុំវិញខ្លួនគឺឃើញតែអង្រឹងគេងលក់គ្រប់គ្នានៅតែផិនមួយកណ្ដាលអង្រឹងតែម្នាក់ឯងដោយផិនមិនអស់ចិត្តផិនក៏ដាស់បងប្អូនដែលនៅក្បែរនោះហើយស្រែកសួរថាពួកឯងមានឮសំឡេងអ្នកណាយំអំបញ្ញមិញទេទាំងអស់គ្នាក៏ឆ្លើយស្រស់លេងថាទេអញមិនឮអីទេដោយផិនភ័យពេកផិនក៏យំអង្គុយយំតែឯងនៅក្នុងអង្រឹងហើយមានមនុស្សជាច្រើនទៀតក៏បានប្រាប់ថាចុះឯងមិនក៏មិនដូរមកដេកអង្រឹងខ្លួនឯងវិញទៅដោយឮដូចនេះផិនក៏បដូរទៅដេកអង្រឹងរបស់គាត់វិញតែតាំងពីគាត់ដូរអង្រឹងនេះមកគាត់ក៏មិនមានយល់សប្តិឬក៏ឮសំឡេងអ្វីចម្លែកនោះឡើយនិយាយពីសំណាងនឹងឡៃវិញក្រោយទៅដល់ផ្លូវធំពួកគេក៏បានទទួលអង្គនិងស្បៀងហើយគ្រាន់តែបានភ្លាមគេក៏រូតរះត្រឡប់មកកាន់ដំណាក់ដើម្បីជួបបងប្អូនទាំង6នាក់វិញក្រោយមកដល់ដំណាក់ភ្លាមបងប្អូនទាំង6នាក់ក៏និយាយពីរឿងផិនដូរទៅដេកអង្រឹងសំណាងហើយក៏និយាយប្រាប់ពីអ្វីដែលគេបានជួបពីយប់ម្សិលមិញក្រោយនិយាយរួចសំណាងបានបះរោមព្រឺក្បាលហើយក៏និយាយទៅកាន់បងប្អូន6នាក់ថាខ្ញុំក៏បានជួបដែរប៉ុន្តែដោយសារឡៃបានហាមគាត់មិនឲ្យខ្ញុំនិយាយព្រោះតែខ្លាចអ្នកទាំង6នាក់នោះខ្លាចក្រោយនិយាយរួចឡៃក៏បានបន្លឺឡើងថាពួកយើងបានធ្វើដំណាក់នៅលើអ្វីមួយដែលមិនសមរម្យទេដឹងក្រោយនិយាយគ្នារួចមនុស្សទាំងអស់ទាំង8នាក់ក៏ចាប់ផ្ដើមរើដំណាក់នោះ
ហើយព្រះអើយក្រោយពេលដែលពួកគេរើក្នុងចំណោមមនុស្សម្នាក់នោះក៏បានរើឃើញតង់មួយដែលមូលធ្លុញហាក់បីដូចជាមានអ្វីមួយរុំនៅក្នុងតង់ពណ៌សពួកគេក៏លើកតង់ពណ៌សនោះចេញមកក្រៅរួចក៏ស្រាយគួរឲ្យភ្ញាក់ផ្អើលណាស់អ្វីដែលរន្ធត់បំផុតគឺឆ្អឹងខ្មោចដោយមិនមានសម្លៀកបំពាក់ឡើយរុំនៅក្នុងតង់ពណ៌សដោយក្នុងចំណោមនោះមានមនុស្សចាស់ទុំម្នាក់គាត់ក៏បាននិយាយថាពួកយើងគួរតែចាប់ផ្ដើមកាយរូបកប់សាកសពនេះឲ្យអុជធូបអុជទៀនសែនព្រានគេព្រោះអ្វីដែលយើងខុសនោះគឺពួកយើងកំពុងតែធ្វើដំណាក់នៅលើកន្លែងសម្រាករបស់គេក៏ចាប់ផ្ដើមនាំគ្នាបញ្ចុះសាកសពនោះរួចអុជធូបអុជទៀនបែបន់បងប្អូនឡើយនេះខ្ញុំសូមបញ្ជាក់បន្តិចណាគឺឲ្យតែអ្នកដែលចូលទៅក្នុងព្រៃពួកគេអត់ដែលភ្លេចទេរឿងធូបរឿងទៀនអញ្ចឹងបងប្អូនអាចនឹងយល់ច្រឡំថាវាមិនដែលណាទៅព្រៃក៏មានធូបមានទៀនបងប្អូនគឺជាប្រពៃណីរបស់អ្នកចូលព្រៃគឺគេតែងតែមានធូបមានទៀនជាប់នៅខ្លួនជានិច្ចក្រោយរៀបចំសពរួចរាល់ពួកគេក៏ចាប់ផ្ដើមធ្វើដំណើរទៅមាត់ស្ទឹងហើយធ្វើដំណាក់ថ្មីម្ដងនេះពួកគេមិនរើសយកដំណាក់ចាស់ដែលមានស្នាមចងអង្រឹងឬក៏ស្នាមខ្សែទៀតទេពួកគេនឹងកាប់ព្រៃដោយផ្ទាល់ដៃដើម្បីធ្វើដំណាក់ហើយបទពិសោធន៍នេះដែរក៏ធ្វើឲ្យពួកគេចងចាំហើយនិយាយតគ្នារហូតមកដល់សប្តាហ៍ថ្ងៃបាទសូមអរគុណសម្រាប់បងប្អូនទស្សនានៅក្នុង Channel YouTube របស់ខ្ញុំសូមជួយ Like និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណសូមគោរពលា